ថ្ងៃនេះខ្ញុំបាទសូមបង្ហាញថ្នាំអុតតទៅទៀតហើយថ្នាំអុតនេះដែរយើងបានបង្ហាញច្រើន3វីដេអូមកហើយតាក់ទងទៅនឹងដើមហេតុនៃការកើតអុតដោយសារព្រាយអីចឹងណាចាប់ថ្ងៃច័ន្ទថ្ងៃអង្គារថ្ងៃពុធពហុសុក្រសៅរ៍អីចឹងទៅហើយគេមានថ្នាំផឹកថ្នាំងូតថ្នាំដៅដើម្បីជាបាលជំងឺអុតនោះហើយគេមានរបៀបរៀបពីសែនទៅព្រាយតែចាប់អុតនោះហើយនឹងមានបាលីហៅសូត្រហៅព្រាយមកស៊ីពេស៊ីអីចឹងទៅគេបន្តទៅទៀតនេះគេបង្ហាញអំពីថ្នាំបន្ទុំអុតថ្នាំបន្ទុំអុតនោះគេសរសេរថាថ្នាំបន្ទុំអុតថ្នាំបន្ទុំអុតយកក្របិតជូនហ្នឹងសប្តាហ៍យើងហៅក្បិតជូនមួយវាស្តៀងដើមផ្ទីថ្មដែរនេះគាត់ជូនមួយមកបុកពូតយកទឹកស្រោចលាបបន្ទុំអុតមួយសោតយកសំបករោកាមួយសំបកកំរោកមួយកំរោកនេះអត់ដឹងអីគេប្រហែលជាកន្ត្រូកអីអញ្ចឹងប្រហែលជាស្តៀងគ្នាអញ្ចឹងកំរោកមួយមកត្រាំយករំអិលមកលាបបន្ទុំអុតមួយសោតយករឹសកន្ទ្រង់ធម្មតាយើងមកបុកខាយកទឹកលាបផឹកបន្ទុំអុតមួយសោតយកស្លឹកអញ្ចាញមកបុកខាទឹកពពុះមួយសោតថ្នាំអុតចូលក្តីក្រាបក្តីឲ្យយកមើមអាចពឹសហ្នឹងបកាវាការខែនេះឯងដើមឆ្នាំខែភាសាមើមអាចពឹសហើយដល់ពេលផ្កាវាស្អុយដូចអាចទៅហើយមើមវាល្មើសអញ្ចឹងបានគេហៅអាចពឹសវាសម្រាប់បន្សាបពឹសមើមអាចពឹសកំពូលចិនលេនមួយមកបោះហ្នឹងយើងមានថ្មបោះហ្នឹងលុញជារមូផងគ្នាយកមកអាំងឲ្យក្រៀមត្រាំនឹងទឹកផឹកអត់ចេញហងខណ្ឌអស់ថ្នាំទាំងនេះបុកពូតយកទឹកមេមួយនាលមួយហើយយកទឹកមេវាមួយនាលអញ្ចឹងណាប្រេងដូងនាលមួយនាលលំងាស់យើងរំងាស់សប្តាហ៍រំងាស់ឲ្យតុងតែប្រេងហើយជារំងាស់ឲ្យនៅតែប្រេងអញ្ចឹងទៅឲ្យយកអុសឫស្សីយកអុសឫស្សីកុំឲ្យយកអុសឈើលើយគេថាឲ្យយើងរំងាស់ប្រេងដូងនេះឲ្យយកឫស្សីកុំយកឈើថ្នាំនេះផ្ដាច់ពឹសសពប្រការហោងនេះហើយតទៅទៀតពឹសអត់ចូលឲ្យយកផ្កាចំបៃនិងទឹកបោផឹកទឹកបោខ្ញុំអត់ស្គាល់តែពាក្យនេះបើមិនអានថាបោទេក៏អានថាចោ
វាមានតែពីរតែប្រហែលជាអានថាបច្រើនជាងដោយខាងនេះវាមានរាងកងតិចទឹកបផឹកមួយសតយកក្តាមនិងប្រជុលភ្នំនោះដើមប្រជុលភ្នំអ្នកខ្លះតាមបនខ្លះគេហៅប៉ក់វែនដោះតាមទឹកយើងហូបលក់បានត្រួយខ្ចីដើមប្រជុលភ្នំមកបុកឲ្យផឹកអត់ចេញហើយពុំឡើងឲ្យយកកន្ទុយរពីងនេះអាពីងទុយរពីង7ស្លឹកអំពៅ7បុកយកទឹកឲ្យផឹកឲ្យឡើងឲ្យអត់វាឡើងយើងកាលជាកើតអត់ហើយវាអត់ឡើងមកលើស្បែកអីចឹងគេឲ្យយកកន្ទុយអាពីងទុយរពីងហើយនឹងស្លឹកអំពៅស្រួលឯកន្ទុយវាមានធំចឹងខ្លួនចឹងទៅបុកចាប់បានបើពុំសូវឡើងឲ្យយកត្រឡាចនិងដូងទុំនិងប្រេងដូងមកកោសលាយនឹងទឹកទាំងកាស្លឲ្យឆ្អិនលាបលើខ្លួនវាអត់រមាយអត់រមាយឲ្យយកសម្បកកំពូលបាយទាំងរឹសយករឹសផងយកសម្បកផងដើមកំពូលបាយអ្នកខ្លះហៅសម្បកបាយថ្នាំការរលោងកែវអានេះមិនដឹងថាមានន័យថាម៉េចទេឲ្យយករឹសរោគក្រហមមួយឬក្របាសក៏បាសយើងហៅកាបាសក្របាសក្រហមមួយព្រះរមៀតមួយព្រះអង្គលមួយព្រះរមៀតប្រហែលជាធំជាងរមៀតព្រះអង្គលភេទដើមឈើខ្ញុំអត់ដែលស្គាល់ព្រះរមៀតដែរដោះនឹងទឹកឲ្យផឹកសពថ្ងៃកុំឲ្យប្រហែសលើយវាខាន់អត់ស្រាវទឹកឲ្យយកក្រអៅឈូកមួយសម្បកត្របែកមួយសម្បកក្រខុបឈ្មោលមួយស្ងោផឹកចាប់ប៉ុណ្ណេះខាន់អត់រមាយដូចខាងលើដែរអត់រមាយយកកញ្ជ្រិលនេះហើយកញ្ជ្រិលហ្នឹងអត់មានអានថាម៉េចទេកញ្ជ្រិលមួយមើមវាទៅហើយខាងនេះខ្ញុំអានអត់សូវច្បាស់វាវើកបើមិនវាវើកទេវាចើកប៉ុន្តែវាវើកច្រើនជាងវានោះវើកអីចឹងណាមួយស្ងោផឹកសះរមាយហងអត់ពើតឲ្យយកសម្បកក្រដើមក្រសម្បកក្រចៅសម្បកក្របៅដើមកបៅមានកញ្ចៅទេដោយសារតែនេះមានកលិក់មកខាងនេះអញ្ចឹងវាអក្សរបក្របៅមួយដោះនឹងទឹកលាបសពដោះនឹងទឹកបាយលាបពើតត្រង់ណាលាបត្រង់នោះអត់ពុំចូលបាយយករឹសត្រដិតមួយភាំងគីនេះខ្ញុំអត់ស្គាល់តែប្រហែលមង្គីយើងមិនដឹងដែរតែមង្គីហ្នឹងនៅតាមភ្នំដើមទៀបតែនេះភាំងគីខ្ញុំអត់ស្គាល់ថាភាំងគីនឹងអីប្រហែលជាមង្គីនឹងហើយលាបងូតផងងូតផងអត់ក្រហាយយកសម្បកត្រៀបស្រុកនោះត្រាប់ស្រុកមួយសម្បកសាពាំងមួយខ្ញុំអត់ស្គាល់សាពាំងហើយមានអត់ថ្នាំអត់ឲ្យយកអាចព្រៀប
មួយអាចឆ្មាខ្មៅមួយប្រភេទថ្នាំធ្វើពីអាចសត្វកំឡោចបុកត្រាំនឹងស្រាក៏បាននឹងទឹកក៏បានអត់ត្រៀសភ្លើងអត់ត្រៀសភ្លើងមិនន័យថាប្រហែលជាអត់នឹងវាកើតចេញជាភ្លើងឬក៏មិនដឹងទេត្រៀសនេះខ្ញុំអត់សូវដឹងច្បាស់ដែរអត់ត្រៀសភ្លើងឲ្យយកអន្ទង់មកច្រាំយកឈាមលាបហើយកោសដូងយកទឹកខ្ចីលាយលាបអត់ត្រៀសភ្លើងអត់ត្រៀសភ្លើងហើយអត់ចេញឡើងក្រហមដូចភ្លើង3ដងថ្ងៃមានន័យថា3ដងក្នុងមួយថ្ងៃ21 12ហើយ21 21ថ្ងៃអីក៏មិនដឹងអត់ឆៃក្នុងអត់ស៊ីរូងក្នុងណាយករឹសខ្នុរសំឡមួយខ្នុរល្មុតមួយស្រល់មួយរឹសដង្ហិតមួយនីពីសៃនេះយើងសប្តាហ៍ថ្ងៃយើងហៅនិលពិសីនិលពិសីនេះស្រួលរោទេនៅតាមផ្ទះគេដាំលំអនិលពិសីហ្នឹងអ្នកខ្លះហៅម្នើសបារាំងដូចម្នើសតែវាអត់ផ្លែទេបុកផឹកនឹងស្រាសារពើពឹសហងបុកផឹកនឹងស្រាយ៉ាងសារពើរពឹសហ្នឹងវាបាត់ហងអីហ្នឹងទៅអត់រុំថ្លើមយកបណ្ដូលពេជ្រមួយដង្ហិតមួយព្រះអង្គលមួយដុសនឹងស្រាផឹកអត់រុំថ្លើមគេមានប៉ុណ្ណាបណ្ដូលពេជ្រដង្ហិតព្រះអង្គលអត់ឆៃចូលក្នុងខ្លួនអត់ស៊ីក្នុងខ្លួនទៀតហើយឲ្យយកលំអងផ្ទះលំអងផ្ទះហ្នឹងប្រើមរែងភ្លើងតាមផ្ទះត្រាំផឹកអត់ហើមអស់ទាំងខ្លួនក្តីឲ្យចោះភ័យឲ្យយករឹសព្រាមួយរឹសព្រាអត់ស្គាល់ទេរឹសព្រាមួយច័ន្ទទាំងពីរដល់ច័ន្ទទាំងពីរច័ន្ទប៉ែនច័ន្ទមូលអីចឹងបើអញ្ចឹងស្ងោផឹកអត់ត្រៀសភ្លើងក្តីរមាយត្រេះមាត់ខ្មៅក្តីបើចេញហើយវាពំឡើងឲ្យយកសម្បកសង្កែសម័យមុនយើងអត់ទៅមានស្អែនិងស្អែតែមួយសម្បកសង្កែមួយសម្បកត្រោះមួយអត់ទាន់មានបតៈដែរសម័យមុនសម័យបតៈនេះកើតក្រោយមកទៀតអញ្ចឹងគាត់តែច្បាប់ណារៀងចាស់អញ្ចឹងវាអត់មានស្រែអត់មានស្រអឹកអត់មានស្រអឺអត់មានស្រអឺអីទេអត់មានបតៈមួយអត់មានរះមុខអត់មានស្អីទៀតវាអត់ច្រើនអញ្ចឹងខ្មែរយើងថែមក្រោយសម្បកសង្កែមួយសម្បកត្រោះមួយសម្បកកំពូលបាយហ្នឹងសម្បល់បាយគេហៅសម្បល់បាយផ្លែសង្កែមួយសម្បកជ្រេះមួយក្របអំពិលមួយហើយគេថាចប់ថ្នាំអត់ចប់ត្រឹមប៉ុណ្ណេះជ្រេះនេះពេលដើមឈើធំត្រួយវាស្លកកូបានពេលយើងស្គាល់ហើយបោបាយសង្កែស្លឹកវាយកជក់បានត្រោះប្រភេទដើមឈើនៅព្រៃរនាមអញ្ចឹងថ្នាំអត់នឹងចប់តែប៉ុណ្ណេះអីកន្លែងខ្លះមានអានខុសដូចពាក្យថាតន្ទេងអញ្ចឹងខ្ញុំអានយូរទៅខ្ញុំយល់ថាទង់ដែងពើខ្មៅនឹងតន្ទេងពើខ្មៅនឹងពើទង់ដែងហើយកន្លែងខ្លះទៀត
មានខុសដែរតាមខ្ញុំសង្កេតមើលទៅវាជាការយល់ឃើញរបស់ខ្ញុំជួនកាលអក្សរខ្លះឬអក្សរនេះអីជាអក្សរតយើងអានជាដអានជាដ